អនុញ្ញាតជម្រាបសួរទស្សនិកជនជាទីគោរពសូមស្វាគមន៍លោកអ្នកមកតាមដានកម្មវិធីមាតិកាកសិករលើប្រធានបទគុណសម្បត្តិនៃផលិតផលធម្មជាតិខ្មែរចា៎នាងខ្ញុំលីរ៉ូសេជាអ្នកសម្របសម្រួលកម្មវិធីនិងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសគឺលោកបណ្ឌិតឱសថសាស្ត្រសូវិសេសសិទ្ធិដែលរូបលោកគឺជាអ្នកសម្របសម្រួលកិច្ចការសិក្សានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រនិងចូលរួមបកស្រាយប្រធានបទខាងលើនេះដូចតទៅផលិតករខ្មែរយើងច្រើនដែរឬទេដែលគាត់បានចាប់ផ្ដើមគិតគូរអភិវឌ្ឍផលិតផលព្រមទាំងសមត្ថភាពរបស់ពួកគាត់កែច្នៃទៅលើផលិតផលស្របតាមស្តង់ដារវិទ្យាសាស្ត្រនិងស្តង់ដារសុខភាពហ្នឹងចា៎បាទអរគុណច្រើនសម្រាប់សំណួរទាក់ទងជាមួយនឹងការសង្កេតឃើញទៅលើផលិតករខ្មែរដែលគាត់តើគាត់បានត្រៀមខ្លួនឬក៏ទាក់ទងការអភិវឌ្ឍបានច្រើនទេមកលើទាក់ទងផលិតផលធម្មជាតិហ្នឹងតាមអ្វីដែលខ្ញុំមើលឃើញគឺបច្ចុប្បន្នគឺយើងកំពុងតែដើរទៅលើចក្ខុវិស័យបែបហ្នឹងគឺខ្ញុំសូមធ្វើការសរសើរទៅដល់សហគ្រិនក៏ដូចជាគេហៅថាអ្នកដែលគាត់ចាប់ផ្ដើមនៅក្នុងការដែលចង់កែច្នៃនៅផលិតផលធម្មជាតិនៅទាក់ទងនឹងរុក្ខជាតិឬក៏ផលិតផលគេហៅថាធម្មជាតិនានាឲ្យទៅជាគេហៅថាផលិតផលមួយដែលអាចបម្រើជូនទៅដល់ការប្រើប្រាស់របស់ប្រជាជនយើងបច្ចុប្បន្នខ្ញុំសង្កេតឃើញថាគាត់បានគិតគូរល្អល្អន់ទាក់ទងជាមួយនឹងការដែលគាត់កំពុងតែអភិវឌ្ឍធ្វើម៉េចដើម្បីអភិវឌ្ឍផលិតផលរបស់គាត់ឲ្យស្របទៅនឹងស្តង់ដារមួយគឺឆ្លើយតបទៅនឹងវិទ្យាសាស្ត្រផងហើយឆ្លើយតបទៅនឹងទាក់ទងជាមួយនឹងការប្រើប្រាស់របស់អតិថិជនផងបាទអញ្ចឹងខ្ញុំសម្រាប់ខ្ញុំផ្ទាល់ខ្ញុំការសង្កេតឃើញទាក់ទងជាមួយនឹងវឌ្ឍនភាពបែបហ្នឹងការអភិវឌ្ឍនៅវឌ្ឍនភាពមួយដែលគាត់មាននៅគេហៅថាចក្ខុវិស័យដើម្បីលើកកម្ពស់អាហ្នឹងខ្ញុំឃើញមានផលិតករខ្មែរច្រើនដែលគាត់បានចាប់ផ្ដើមគិតគូរមែនទែនគិតគូរទាក់ទងជាមួយនឹងថាតើផលិតផលរបស់គាត់មិនត្រឹមតែថាអូខេការដែលដាក់លក់នៅលើទីផ្សារយុទ្ធសាស្ត្រទីផ្សារឬក៏អីនានាផ្សេងៗឯងប៉ុន្តែគាត់បន្ថែមពីលើនឹងទៀតគឺការកាត់គូថាតើផលិតផលរបស់គាត់មានផលអត្ថប្រយោជន៍អីជួយដល់ប្រជាជនមានអត្ថប្រយោជន៍យ៉ាងណាខ្លះយ៉ាងដូចម្ដេចខ្លះហ្នឹងអានឹងជាផុសតាមបែបវិទ្យាសាស្ត្រហើយបាទជួនកាលអញ្ចឹងពេលខ្លះតម្រូវការអតិថិជនលុះត្រាតែផលិតផលហ្នឹងមានអត្ថប្រយោជន៍ចំពោះគាត់ទៅគេបាទអញ្ចឹងដើម្បីឆ្លើយតបថាចុះអត្ថប្រយោជន៍ណាអត្ថប្រយោជន៍បែបម៉េចសកម្មភាពវាមានសកម្មភាពបែបម៉េចវាបំបត្តិការឈឺចាប់បំបត្តិការរលាកឬក៏សកម្មភាពបែបម៉េចដែលជាជនគាត់យកទៅហ្នឹងគាត់អាចគេហៅថាមាននៅអត្ថប្រយោជន៍ហ្នឹងដែលគាត់នឹងជាវឬក៏គាត់ធ្វើការគ្រប់គ្រងផលិតផលមួយហ្នឹងអញ្ចឹងបាទខ្ញុំឃើញសង្កេតឃើញផលិតករខ្មែរយើងក្រោយក្នុងរយៈពេលចុងក្រោយជាច្រើនឆ្នាំចុងក្រោយហ្នឹងគឺគាត់ចាប់ផ្ដើមតែប៉ុន្តែមិនមែនតែច្រើនឆ្នាំចុងក្រោយគឺយូរមកហើយអញ្ចឹងប៉ុន្តែការដែល increasing ការដែលកើនឡើងនៅការដែលគិតគូរឲ្យបានល្អល្អន់ថែមទៅលើអស់ហ្នឹងគឺខ្ញុំឃើញខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំបបិសោតដែលយើងធ្វើការសិក្សាស្រាវជ្រាវទៅលើផលិតផលធម្មជាតិហ្នឹងប្រហែលជាក្នុងជិត10ឆ្នាំចុងក្រោយហ្នឹងយើងឃើញតើតើជាមួយនឹងសមិទ្ធផលទាំងអស់ហ្នឹងយើងឃើញតើតើសំទុះនៃការគ្រប់គ្រងផលិតផលនៅក្នុងស្រុកសំទុះនៃការផលិតនៅផលិតផលដែលជាប្រភពធម្មជាតិដែលយកចេញពីប្រទេសខ្មែរយើងហ្នឹងបាទដែលហើយនឹងការកើនឡើងនៅការផលិតករខ្មែរយើងហ្នឹងដែលគាត់ព្យាយាមងាកមករកការ support ការគ្រប់គ្រងទៅលើប្រភេទរុក្ខជាតិឬក៏ផលិតផលឬក៏ធនធានធម្មជាតិផ្សេងៗបើវាអាចសបញ្ជាក់ឲ្យឃើញថាគឺនេះហើយគឺជាវឌ្ឍនភាពដែលល្អមួយគឺជា trend គឺជាគេហៅថាបើនិយាយអំពីខ្សែកោងគឺខ្សែកោងហ្នឹងកំពុងតែឡើងកំពុងតែឡើងទៅដល់ក្នុង level មួយដែលផលិតផលក្នុងស្រុករបស់យើងមិនមែនត្រឹមតែអាចថាជាលំដាប់តែនៅក្នុងស្រុកទេអាចមានអន្តរជាតិនិងប្រទេសជាតិផ្សេងៗដែលគេអាចនឹងទទួលស្គាល់នៅផលិតផលរបស់ខ្មែរយើងកាន់តែច្រើនកាន់តែមានស្តង់ដារថែមទៀតចាតាមមតិលោកបណ្ឌិតបានលើកឡើងចាផលិតករខ្មែរយើងឥឡូវគាត់ពិតជាអភិវឌ្ឍមែនទែនក្នុងការសិក្សាស្រាវជ្រាវទៅលើផលិតផលរបស់គាត់ចាអញ្ចឹងប្រជាជនខ្មែរយើងចាគួរតែងាកមកគ្រប់គ្រងផលិតផលក្នុងស្រុកចាដោយសារតែផលិតផលក្នុងស្រុកយើងឥឡូវគឺចាប់ផ្ដើមមានស្តង់ដារមែនទែនចាអរគុណលោកបណ្ឌិតចាដែលបានអញ្ជើញចូលរួមផ្ដល់កិច្ចសម្ភាសន៍ចានិងបានបកស្រាយយ៉ាងក្បោះក្បាយទាក់ទងទៅនឹងអត្ថប្រយោជន៍នៃរុក្ខជាតិធម្មជាតិចាដោយសារតែពេលវេលាយើងមានកំណត់ចាខណៈពេលនេះយើងខ្ញុំទាំងពីរនាក់សូមគោរពអរគុណនិងជម្រាបលាសម្រាប់អ្នកភ្នំពេញវិញអាចរកទិញផលិតផលម៉ាកកសិករបាននៅឱសថស្ថាន UP តាមរយៈអាស័យដ្ឋានដូចខាងក្រោមនេះកសិករគិតសុខភាពជាចម្បង